មេកដៅពេលកូនខ្ញុំឥឡូវគាត់ចេះកំងឯមផ្លែឈើតិចអីណាណីហើយខ្ញុំដែរក៏ជូនតាមសំណូមពរដែរដោយសារថាថ្ងៃហ្នឹងចេញពីធ្វើការគឺថាបងថ្លៃប្រាប់ថាឲ្យទៅយកផ្លែប៉េះនៅផ្ទះគាត់ទៅនៅក្នុងទូទឹកកកអាធំហ្នឹងទៅបើកតទូតកកហ្នឹងទៅចូលទៅគឺឃើញហើយមួយកេះណាណងចូលមកគឺថាដូចចិត្តមែនតែនបងប្អូនអើយនិយាយពីថាចូលក្នុងទូតកកធំហ្នឹងម្ដងវាថាតិចឡើងលះហើយនិយាយពីថាដូចចិត្តទៀតកូនខ្ញុំនេះក៏គាត់កំងចំថ្ងៃដែលបងថ្លៃខ្ញុំគាត់មានត្រៀមទុកផ្លែឈើឲ្យយើងស្រាប់ណាខ្ញុំវិញគឺពេញចិត្តទេសភាពនៅផ្ទះបងថ្លៃខ្ញុំខ្លាំងមែនតែនបងប្អូនអើយនិយាយថាស្អាតខ្លាំងមែនតែនដោយសារតែផ្ទះគាត់នៅលើទួលពេលអញ្ចឹងមើលខាងក្រៅមើលមកក្រៅមកថាឃើញទេសភាពស្អាតមែនតែនពេលត្រឡប់ទៅវិញជិះកាត់តាមផ្លូវមុខផ្ទះចាស់ណាបងប្អូននិយាយពីថានឹកផ្ទះចាស់ខ្លាំងមែនតែនផ្ទះដែលធ្លាប់រស់នៅថាមានភាពកក់ក្ដៅណាហើយដូរមកផ្ទះថ្មីឥឡូវដូចថាយើងវាមិនដាច់ចិត្តពីផ្ទះចាស់នៅតែឡៃអញ្ចឹងណាខ្ញុំទៅចេញពីធ្វើការពេលអញ្ចឹងហើយវ៉ាន់សពេងសពងដឹកកូនផងអីផងហើយបើនិយាយពីផ្លែប៉េះនេះវិញបងប្អូនអើយមានថាល្អខ្លាំងមែនតែនញ៉ាំផ្លែប៉េះដូចក្នុងរឿងចិត្តណាបើសិនញ៉ាំមួយផ្លែពីរផ្លែហ្នឹងខ្លាយទៅជានារីវ័យក្មេងដ៏ស្រស់ស្អាតវិញមិនដឹងថាអូអស្ចារ្យប៉ុណ្ណាទេខ្ញុំយកពី3ផ្លែសម្រាប់ឲ្យថាយើងយកមកធ្វើបង្អែមណាហើយនៅសល់ប្រហែលទៀតគឺថាខ្ញុំដាក់ជ្រក់ថងអញ្ចឹងហើយជ្រក់មួយថងគឺអត់អស់ទេជ្រក់2ថងអញ្ចឹងហើយយើងយកទៅដាក់នៅក្នុងទូទឹកកកទៅសម្រាប់ការចាត់សបកផ្លែឈើបែបកូរ៉េបងប្អូនគឺគាត់ចាត់បែបនឹងកវិតដាក់មុខមកខាងអ្នកចាត់ហើយសម្រាប់ខ្មែរគឺយើងចាត់បែបនេះចាត់រុញទៅខាងមុខវិញអញ្ចឹងណាចាត់សបកចាត់អីហើយគឺខ្ញុំកាត់វាជាដុំ4ជ្រុងតូចៗចឹងមកបងប្អូនមិនបាច់ចាំធំពេកទេឥឡូវបានផ្លែប៉េះមួយមុខហើយសល់អាឡឹកនេះគឺថាអូអាឡឹកហ្នឹងក៏ដូចចិត្តទៀតគឺថានិយាយទៅថ្ងៃហ្នឹងចង់ធ្វើផ្លែឈើហ្នឹងអត់មានកម្រងទុកទេណាបងប្អូនតែដោយសារថាពីល្ងាចម្សិលមិញហ្នឹងគឺទិញអាឡឹកធំមួយយកមកទុកស្រាប់នៅផ្ទះហើយឡឹកនេះធំណាស់បងប្អូនហើយប្រហែលជាជិត10គីឡូហើយទៅដឹងនិយាយពីថាធំហើយធ្ងន់ខ្លាំងមែនតើឃើញតែសាច់អាឡឹកក៏ដឹងថារសជាតិវាគួរឲ្យឆ្ងាញ់ខ្លាំងប៉ុណ្ណាដែរហើយខ្ញុំនិយាយពីថាចង់លេងអានេះដោយសារទិញវាយកមកទុកយូរហើយប៉ុន្តែអត់ដែលបានយកមកប្រើឥឡូវខ្ញុំយកមកសាកហើយវាមានតាមប្រភេទពីទូចរហូតដល់ធំអញ្ចឹងណាប៉ុន្តែអត់ប្រយោជន៍ទេបងប្អូនអត់សុបាយលេងទេទោះទៅវាអត់ចាញ់ជារូបរាងស្អាតបាតក៏នឹកឃើញថាមិនកើតទេអញ្ចឹងហើយយើងកាត់វាជាដុំ4ជ្រុងទូចដូចគ្នាអញ្ចឹងហ្មងទៅខ្ញុំកាត់ផ្លែឈើអីរួចរាល់អស់ហើយតាមពិតកន្លែងនេះគឺត្រូវដាក់ទឹកសូដាណាបងប្អូនបណ្ដាខ្ញុំអត់មានសូដាខ្ញុំដាក់ទឹកអាពូការីស្វេតបន្តិចមកបន្តមកទៀតយើងលាយជាមួយនឹងតាមពិតយើងត្រូវលាយជាមួយនឹងទឹកសូដាហើយនឹងទឹកដោះគោស្រស់ប៉ុន្តែដោយសារខ្ញុំអត់បានទៅផ្សារទៅអីទេបងប្អូនអើយពេលអញ្ចឹងតើអត់មានទឹកដោះគោស្រស់ហើយខ្ញុំប្រើទឹកដោះគោខាប់ជំនួសទឹកដោះគោខាប់វាផ្អែមហើយឈ្ងុយឆ្ងាញ់ជំនួសនឹងទឹកដោះគោស្រស់ហ្នឹងគឺថាល្អដែរបន្ទាប់ពីយើងដាក់គ្រឿងក្តៅតែពីមុខនឹងចូលហើយគឺខ្ញុំចងថងវាដើម្បីកុំឲ្យចូលខ្យល់ហើយខ្ញុំយកទៅដាក់នៅក្នុងទូទឹកកកទុកចោលឲ្យវារៀងកកមិនតិចអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំទុកចោលប្រហែលជា1ម៉ោងហើយបងប្អូនពីអញ្ចឹងហើយយើងយកវាមកមើលទៅវាកកតិចអីអត់ចឹងណាប៉ុន្តែដល់ពេលស្រាយមកមើលទៅវាអត់សូវជាកកអីទេប៉ុន្តែវាចូលជាតិឆ្ងាញ់ខ្លាំងមែនតើខ្ញុំអត់ទាន់បានភ្លក់ទេប៉ុន្តែខ្ញុំឃើញរូបរាងរបស់វាគឺថាទំនងឆ្ងាញ់មែនតើប៉ុន្តែដោយសារថាទឹកដោះគោខាប់វាយើងដាក់វាចូលដែរពេលអញ្ចឹងទៅរសជាតិវាគឺថាឈ្ងុយឆ្ងាញ់ផ្អែមតិចទៀតតាមពិតទៅផ្លែឈើហ្នឹងបងប្អូនបាច់ចាំក្បាច់ក្បូរអីណាណៃដាក់តកកដាក់អីទឹកដោះគោខាប់អីអញ្ចឹងទៅគ្រាន់តែញ៉ាំចិត្តញ៉ាំធម្មតាក៏ឆ្ងាញ់ដែរដោយសារថាធ្វើអញ្ចឹងទៅដូចថាក្មេងៗគាត់មើលទៅវាឃើញស្អាតឃើញល្អអីចឹងទៅគាត់ចង់ញ៉ាំចង់អីចឹងណាបងប្អូនហើយយើងធ្វើបែបហ្នឹងទៅគឺថាអូគាត់ពេញចិត្តខ្លាំងមែនតែនបើថាកូនបងវិញគឺគាត់ចូលចិត្តអាឡឹកក៏ពេលអញ្ចឹងទៅថាឃើញអាឡឹកឃើញអីហ្នឹងគឺថាអូសវាយឆ្ងាញ់ខ្លាំងណាស់ហើយបង្អែមផ្លែឈើមួយមុខហ្នឹងដែរគឺគាត់ថាដាក់អីដាក់ទៅប៉ុន្តែកុំឲ្យភ្លេចអាឡឹកដាច់ខាតត្រូវតែមានអាឡឹកចូលព្រោះគាត់ចូលចិត្តអាឡឹកចឹងណាហើយគាត់ញ៉ាំនេះគឺថាញ៉ាំមើលទូបតាអីបតាពេលអញ្ចឹងទៅភ្នែកចម្លងអត់ដាក់សោះទូភ្នែករវល់ទៅសម្លឹងទូអត់មានបានសម្លឹងមើលផ្លែឈើអីណា